ចំណែកពាក្យថារស់ជាបច្ចុប្បន្នគឺជាការរស់ក្នុងវិបស្សនាមានន័យថាយើងជាបច្ចុប្បន្នតែម្ដងដោយភាសាអង់គ្លេសដែលថា be present យើងនឹងគឺ to be present យើងជាមួយនឹងបច្ចុប្បន្នគឺជារបស់តែមួយវាខុសគ្នានឹងពាក្យថា in present ដែលរស់ក្នុងបច្ចុប្បន្នគឺមានតួអង្គពីរនៅខាងក្នុងនឹងរស់ជាបច្ចុប្បន្នគឺមិនមានពេលវេលាជាអតីតឬអនាគតឡើយហើយវាជាសភាវៈដែលមិនអាចបរិយាយបានឧទាហរណ៍ដោយរូបភាពខាងលើនេះកងចក្រនេះវិលរហូតការវិលរហូតនេះគឺជាបច្ចុប្បន្នដរាបណាមានការឈប់ការវិលនឹងคล้ายទៅជាអតីតឧទាហរណ៍មួយទៀតយើងឃើញមានផ្កាហើយក្លិនក្រអូបបានជះមកលើច្រមុះកាលណាយើងដឹងក្លិនថាមានក្លិនក្រអូបកើតឡើងគឺនឹងคล้ายទៅជាអតីតដូច្នេះការរស់ជាបច្ចុប្បន្នគឺជាការរស់ដោយស្ងប់ដែលមិនមានការសម្គាល់អ្វីឡើយការបានរស់ជាបច្ចុប្បន្នគឺជាអំណោយដ៏ពិសិដ្ឋជីវិតទាំងឡាយមានសេរីភាពនិងរេរាំទៅតាមទម្រង់របស់វាត្រឡប់មកជួបនឹងរៀមរា